mẹ nó bàn lẽ nơi vinh nhiên đấy chỉ phi song kha rồi vinh nhiên đó nè bàn lẽ đôi chia lô phe mua lịch chặt đại chỉ tịch hệ được tạ sang bây giờ buồn đồ nè hay mâu hạ với cha sang bây giờ đặt ở linh ở miền sào hay xong bay lô phe để prascha tịch hệ nó để chỉ ba giờ kia mini để nom từ càng ba giờ phun nó cần liền thì sao ta bắt được mẹ tàu xạ pi đường nằm nè nơi so tề quạt ở kia mini năng được cần năng tề ấy xong bay ác của so để nơi đây chỉ quạt ở kia mini đang xong bay cột so nè xong bay của so đây chỉ ở thị song kha nên cái đào cứ nơi bàn mình lơ pi và pi chiệp đại năng tạc tay chiết phúc của nạt năng bên trong nơi tập nghiệp thì nữa thì cô có tên là khoa nhằm prong somលើកកំបងអញ្ជលីនមស្ការថ្វាយបង្គំចំពោះព្រះរតនត្រ័យដោយសេចក្តីគោរពនិងដោយសេចក្តីជ្រះថ្លាជាពិសេសសូមក្រាបថ្វាយបង្គំនៅព្រះចេតិយដែលគួរឲ្យជ្រះថ្លាគោរពក្រាបថ្វាយបង្គំក្រៃលែងនៅក្នុងទីនេះដែលធ្លាប់តម្កល់នៅប្រធានព្រះបរមគ្រូសាស្តាចំនួន2នាលឥឡូវយើងខ្ញុំទាំងអស់គ្នាបានមកគោរពថ្វាយបង្គំហើយមកដល់អាស្រ័យនឹងម្លប់ឈើដ៏ត្រជាក់ហើយឱកាសក៏ល្អសំឡេងសត្វយំពីរោះហើយសំឡេងប្រធោពីរោះជាងសត្វយំទៅទៀតថ្ងៃនេះហើយសំគុំនៅក្នុងថ្ងៃឧបោសថសិលញាតិញោមបានស្ដាប់ព្រះធម៌លោកគ្រូជាម្ចាស់ទាំងពីរបាននាំលើកមកសម្ដែងប្ររពក្នុងការគោរពបូជាចំពោះព្រះសាស្តានៅវេលាឱកាសនេះយ៉ាងក្រៃលែងទៅនេះបនកុសលខ្លាំងណាស់ញាតិញោមណាសូមអនុមោទនាចំពោះបននេះបើយើងពិចារណាមិនដល់គិតមិនដល់មិនបានស្ដាប់ឲ្យបានត្រឹមត្រូវទេសូម្បីយើងកំពុងធ្វើឥឡូវនេះក៏នឹកមិនដល់បនហ្នឹងដែរនឹកអត់ដល់ហើយវាកើតទៅរឿងសេចក្តីចំណែនតែបនឲ្យអ្នកនឹងមានឋានៈយ៉ាងនឹងមានសមត្ថភាពអញ្ចឹងមានកិរិយាប្រព្រឹត្តទៅអញ្ចឹងគឺកម្លាំងបននិងកម្លាំងបាបនឹងឯងសន្តន្តយោសាភមលាបហៃណាកូនេហេនេកេសមាធិបតោតាំងបណមាមិសង្ឃាំងព្រះអរិយសង្ឃឯណាក៏ស្លាប់បងព្រោះចំណងកម្មជាគោលឲ្យវិលវល់អន្តរក្នុងភពតូចនិងភពធំតែមិនដឹងព្រោះសាសកធំព្រះពុទ្ធតែខ្សែផ្សំចិត្តខ្ញុំសូមនមស្ការនៅធម៌ប្រពៃពិតវិសេសសុទ្ធលោកឯងណាកម្មបងនៅអវិជ្ជាគឺបានតែកិលេសហើយព្រះសង្ឃអង្គសាវៈមានសម្រាប់សទ្ធាអបដោយគុណសិលត្រង់សូមឲ្យព្រះពុទ្ធសាសនាផ្សាយទូទៅពេញសកលលោកសូមឲ្យលោកទាំងមូលបានប្រកបដោយសន្តិភាពព្រះសច្ចាមូលិសង្ឃពុទ្ធទ្រង់ត្រាស់ថាណាទេសន្តិបរាំងសុខੰពុយសេចក្តីសុខដទៃក្រៅអំពីសេចក្តីស្ងប់ឡើយ
ភគវីអរហង្គសម្មាសម្ពុទ្ធវេជាចរណសម្បណ្ណសុគតោលោកវិតងណាយើងនិយាយពីសាវត្ថីបុរាណចឹងទៅឈ្មោះអញ្ចឹងហើយពរាជាដែលគ្រប់គ្រងនេះដែលល្បីល្បាញមកគឺប្របាទបសេនតិកោសលណាហ្នឹងយើងក៏បានស្ដាប់បានជ្រាបដឹងហើយគឺជាអាណាចក្រដែលណាជាមហាអំណាចខាងកងទ័ពខាងទាហានហើយក៏ជាប្រទេសដែលមានការចេញចូលទៅដោយមុខជំនួញសពគ្រប់ទាំងអស់ដោយយើងបានជ្រាបពីលោកសិទ្ធិអនាថបិណ្ឌិតអីចឹងហើយគាត់អ្នកជំនួញរទេះរាប់រយចឹងទៅចឹងហើយព្រះអង្គទ្រង់បានយាងចូលមកក្នុងក្រុងសាវត្ថីនេះតាមរយៈលោកសិទ្ធិអនាថបិណ្ឌិតដែលបានអារាធនាព្រះអង្គហើយចាប់ផ្ដើមទិញដីកសាងវត្តលោកសិទ្ធិអនាថបិណ្ឌិតនឹងជាឯកតតិកៈលើឧបាសកទាំងឡាយហើយវិសាខាមកេរមេត្តាឯកតតិកៈខាងការឲ្យទាននឹងដូចគ្នាដែរទាំងពីរអ្នកនឹងល្បីល្បាញផ្នែករឿងឲ្យទានទៅហើយតួប្រសូតនឹងក៏មានច្រើននៅក្នុងវត្តចេតពុនវត្តពពារាមហ្នឹងនៅនាវត្តចេតពុនហ្នឹងព្រះអង្គទ្រង់ត្រាស់សម្ដែងប្រសូតដល់ទៅ844សូត្រនៅពពារាម23សូត្រហើយនៅក្រៅពីវត្តហ្នឹងក្នុងសាវត្ថីហ្នឹងមាន4សូត្ររួមទៅ871សូត្រហ្នឹងគ្រាន់តែប្រសូតណាធំណាកាលដែលព្រះអង្គសម្ដែងយមកៈបរិហាហើយទាំងមនុស្សទាំងទេវតាបាននៅអមតៈធัว20កោដកាលដែលព្រះអង្គសម្ដែងយមកៈបរិហានិមិត្តជាពុទ្ធនិមិត្តសួរពធហើយព្រះអង្គទ្រង់ឆ្លើយពធសម្ដែងពធហ្នឹងដែលមនុស្សនិងទេវតាបាននៅអមតៈធัวហើយព្រះធัวហ្នឹងនៅក្នុងសត្វនិបាតទាំងដីដកលេខ54សាយត្រង់ត្រែងរេរំផឹងថ្លឹងគុណមេត្តាសំដែងអភិធម្មស័ក្តិសមអស់វាយព្រះមេត្តាសុខាអមតៈតិចអត់អីនាងវិសាខាបានកសាងនៅវត្តពពារាមនេះឧទ្ទិសថ្វាយចំពោះព្រះរាមាប្រភាគឺកសាងជា2ជាន់គឺក្នុងមួយជាន់មាន500បន្ទប់ហើយ2ជាន់អញ្ចឹង5ដង1000បន្ទប់ហើយព្រះនាងកសាងរួចបានធ្វើបន់ឆ្លងអស់រយៈកាល4ខែណា4ខែហើយបានប្រតិសិនជុំវិញព្រះវិហារវត្តពពារាមនេះគឺប្រតិសិនជុំវិញនាំកូននាំចៅប្រតិសិនហើយបានពោលនៅវាចាអញ្ចឹងសូមគោរពអញ្ជើញញាតិញោមសពរដ្ឋទាំងអស់ជាពិសេសបាសិកាទៀតដើម្បីបានឱកាសស្វាគមន៍នៅសេចក្តីត្រេះរិះរបស់ព្រះនាងវិសាខាដឹកនាំដោយបាសិកាជុំសង្ឃុំអញ្ជើញមកប្រទេសអូស្ត្រាលីសូមអនុមោទនានៅប្រាសាទថ្មីតាមទ្រព្យដែលមានជាវិហារទានថ្វាយចំពោះសង្ឃខ្ញុំបានថ្វាយទានគត់តបទុកយ៉ាងជ្រៅក្នុងដំណើរទៅកាន់ព្រះនិព្វានអនុមោទនាអនុមោទនាអនុមោទនាសេចក្តីត្រេះរិះរបស់ខ្ញុំថាបើនៅពេលណាបីដកខ្មែរមានខិតខំសិក្សាកើតបញ្ញាញាណបូជាធម្មទាន110ភេអញ្ចឹងបូជាទាំងអស់គ្នាណាសូមអនុមោទនាថ្ងៃនេះយើងបានមកដល់កន្លែងវត្តពពារាមដែលកើតឡើងអំពីសទ្ធាជ្រះថ្លារបស់ស្ត្រីកម្ពុជាក្នុងលោកបាទស្ត្រីគឺបាសិកាវិសាខាបានថ្វាយនៅទីនេះហើយសាងនៅវត្ត
ដែលមានតម្លៃកណនីត្រាពំបានដោយចិត្តជ្រះថ្លាស្រាប់តែយើងមានភ័ព្វសំណាងមកថ្វាយបង្គំទាំងអស់គ្នាបាទទាំងអស់គ្នាទីនេះធ្លាប់តែមានសភាពកក្រឹកកក្រែងទៅដោយព្រះភិក្ខុសង្ឃសាមណេរទាំងឧបាសកបាសិកាហើយជាពិសេសកាលនោះពុពេញទៅដោយពពួកព្រះរាជបុគ្គលទាំងឡាយគឺមានសភាពកក្រឹកកក្រែងទៅដោយធម៌និងវិន័យដែលព្រះភិក្ខុសង្ឃទាំងឡាយមានព្រះសម្មាសម្ពុទ្ធជាអគ្គបុគ្គលកំពូលក្នុងលោកធ្លាប់មកគង់អាស្រ័យក្នុងទីនេះសម្ដែងនៅព្រះធម៌ធ្វើឲ្យពពួកសត្វនិកទាំងឡាយបានស្ដាប់ហើយបានត្រាស់ដឹងនៅសច្ចធម៌ក៏ក្នុងទីនេះដែរតែភ័ព្វសំណាងល្អញាតិញោមពុទ្ធបរិស័ទដែលអញ្ជើញមកមានលោកគ្រូអគ្គមណ្ឌលធម្មចារ្យជាម្ចាស់ជាអធិបតីដល់ខ្ពង់ខ្ពស់យើងបានមកគោរពថ្វាយបង្គំហើយបានស្ដាប់ព្រះធម៌ហើយអាចជ្រាបនៅសភាពរឿងរ៉ាវទាំងអស់នេះដោយចិត្តជ្រះថ្លាប្រារព្ធចូលទៅក្នុងគុណនៃព្រះរតនត្រ័យទាំងអស់គ្នាសូមអនុមោទនាសូមរំចេញគ្រូទាំង បុព្វហេតុដែលនាំឲ្យកើតវត្តពុពារាមនេះគឺដោយការដែលវិសាខានឹងឯងពាក់អាវចូលទៅស្ដាប់ពធសួរថាស្ដាប់ធម៌ទីណាវត្តចេតពុនហើយមិនមែនវិសាខាខ្លួនឯងភ្លេចទេគឺអ្នកដែលទុកដាក់អាវឲ្យនាងដែលជាអ្នកបម្រើហ្នឹងទុកអាវឲ្យដល់បាសិកាវិសាខាហ្នឹងនាងហ្នឹងភ្លេចแล้วก็នាងហ្នឹងមានកម្លាំងខ្លាំងស្មើនឹងដំរី5ចឹងភ្លេចដល់ចឹងទៅវិសាខាគ្នាចិត្តរបស់ព្រះរាជបុគ្គលហ្នឹងផុយណាស់ក្នុងការលះបង់ចឹងនឹកថាបើមានព្រះសង្ឃអង្គណារើសទុកក៏ទុកមិនយកវិញទេចឹងទៅណាសម្រាប់សង្ឃទៅតែសង្ឃមានត្រូវការរតនៈអីអញ្ចឹងក៏វេជាប្រាក់ហ្នឹងដើម្បីសង់ចឹងទៅវិញទៅសម្រាប់ជាសេនាសនៈសង្ឃហ្នឹងអត់មាននរណាទិញទៀតដោយសារគោរពឧបាសិកាមកសាវថៃហ្នឹងអត់មាននរណាហ៊ានទិញអាវហ្នឹងទេគេមានលុយប៉ុន្តែគេអត់ទិញដោយសារគេគោរពហ្នឹងយ៉ាងម៉េចគោរពហ្នឹងគឺថាអាវនេះសម្រាប់វិសាខាឲ្យខ្លួនឯងមានលុយយកមកពាក់ទៅបើដូចជាតម្កើងខ្លួនអីចឹងទៅដោយសារអ្នកហ្នឹងទៅមិនហ៊ានទិញវិសាខាទិញខ្លួនឯងហ្នឹងគឺចំណាយប្រាក់9កោដហ្នឹងរត់ទិញដីបានកន្លែងហ្នឹងដូច្នេះបុព្វារាមហ្នឹងគឺអារាមហ្នឹងនៅពីខាងកើតក្រុងសាវត្ថីចឹងណារដ្ឋអាមេរិកហើយនឹងម្ដាយពុយម្ដាយពុយនៃឧបាសិកាផ្នែកខាងឲ្យទៀនចឹងណាទៀត100ចឹងបានទៀន100ឧបាសិកាអឹងរិទ្ធរីវរណាដោយឡែក$20ក្នុងមួយព្រះអង្គអញ្ចឹង160ជូនឧបាសិកាទឹកស្រោនដែលមានចរិយាពាទ្យនៅពេទ្យ USA ហើយចរិយាពាទ្យនៅនោះដែរហើយខាងនេះម្ដាយពុយណាលោកយាយឧបាសិកាយកសម្បត្តិហើយលោកយាយពាយក៏មានការចរិយាពាទ្យនៅជាបាលនៅទីពេទ្យភ្នំពេញផងដែរទៅសូមឧទ្ទិសបុណ្យកុសលមិនឧទ្ទិសទេសូមជូនបុណ្យកុសលនេះចំពោះអ្នកម្ដាយទាំងពីរទាំងម្ដាយទុកស្រួលអ្នកម្ដាយយកសម្បត្តិទាំងសូមអនុមោទនាបុណ្យកុសលទាំងអស់គ្នាប្រពយកគុណរបស់ព្រះអរិយមកជាអារម្មណ៍ទាំងសូមអនុមោទនារបស់ព្រះអនាថបិនិកសែថីដែលលោកមានសេចក្តីជ្រះថ្លាលោកលះបង់ទ្រព្យសម្បត្តិយ៉ាងច្រើនប្រមាណជា54កោដកសាងវត្តចេតពុនមហាវិហារទៅនៅខាងនោះចេតពុនមហាវិហារទៅឥឡូវនេះផ្ទះគាត់យើងធ្វើដំណើរមកដល់ផ្ទះរបស់គាត់ហើយលោកអនាថបិនិកសែថីដែលមានឧត្តមភរិយាព្រះនាងបញ្ញលក្ខិណាទៀតហើយកូនចៅប្រុសស្រីគាត់មានកូនប្រុសតាកតួងនឹងកូនប្រុសគាត់មាននេកាលៈហ្នឹងបានព្រះអង្គសម្ដែងព្រះធម៌តាកតួងនឹងសម្ដែងព្រះអង្គសម្ដែងគាថាទៀតព្រះអង្គសម្ដែងថាបថាព្យាឯករៈចេនៈសក្យមនេនវាសព្យលោកាធិបច្ចេនៈសោតាបតិបលាំងវរាំងព្រះអង្គសម្ដែងថាសោតាបតិផលប្រសើរជាងឯករាជ្យនៅលើផែនដីប្រសើរជាងការទៅកាន់ទេវលោកទៀតហើយប្រសើរជាងអធិបតីលើលោកទាំងពួង
នេះគឺជាដំណើរធម្មយាត្រាដែលបានធ្វើដំណើរមកដល់នៅអំពីខាងមុខខ្លោងទ្វារនៃវត្តចេតពុនកំពុងតែធ្វើដំណើរទៅទស្សនាទីកន្លែងផែនដីស្រូបទាំង3កន្លែងណាដោយបាបកម្មដ៏ធ្ងន់ធ្ងរដែលបានប្រព្រឹត្តដោយជាទេវទត្តបានជ្រាបហើយក្នុងការបំបែកសង្ឃហើយជាពិសេសគឺបានពមៀលថ្មដើម្បីនឹងធ្វើឃាតព្រះសម្មាសម្ពុទ្ធហើយញ៉ាំងលោហិតប្រពុតឲ្យពុះពងត្រូវទោសអនន្តរយកម្មឥឡូវពុទ្ធបរិស័ទបានទស្សនាកន្លែងផែនដីស្រូបទេវទត្តហើយកំពុងតែធ្វើដំណើរទៅកន្លែងដែលផែនដីស្រូបនៅនន្ទមាននុបដែលបានបន្ទុះសរាយចំពោះអបលវណ្ណានន្ទមាននុបបានបន្ទុះចំពោះព្រះអរហន្តដែលជាអគ្គសាវិការបស់ព្រះសម្មាសម្ពុទ្ធដោយអំណាចនៃការប្រព្រឹត្តនៅមេធនធម៌ទាល់តែបានសម្រេចសេចក្តីសុខទៅតាមកិលេសតណ្ហាមួយផ្លេតតែប៉ុណ្ណោះតែត្រូវធ្លាក់ទៅនរកអវិជ័យអស់កាលជាយូរអង្វែងបានពុទ្ធបរិស័ទយើងគួរខ្លាចកុំប្រមាទចំពោះលោភៈមួយពេលរួងសេចក្តីទុក្ខអស់កាលដ៏យូរអង្វែងក្នុងសង្សារវដ្តណាហើយពុទ្ធបរិស័ទនឹងធ្វើដំណើរមកមើលទីកន្លែងដែលផែនដីស្រូបនាងចិញ្ចាទៀតណាព្រោះនាងចិញ្ចានេះបានធ្វើនៅអំពើកម្មដ៏ធ្ងន់ធ្ងរចោទព្រះរាមាភិក្ខតាមការបង្កប់របស់និគ្រននណ្ដេរដ្ឋីក្នុងរឿងអសធម្មដូចគ្នាជាការប៉ះពាល់ដល់បកិត្តិយសរបស់ព្រះរាមាភិក្ខហើយបាបកម្មដែលខ្លួនបានប្រព្រឹត្តធ្វើធ្ងន់ណាស់ផែនដីមិនអាចត្រួតបានទេត្រូវបើកចន្លោះធ្លាក់ទៅងាប់ក្នុងផែនដីហើយកើតនៅក្នុងនរកនេះគឺជាបាបកម្មដ៏ធ្ងន់ធ្ងរក្នុងសម័យពុទ្ធកាលណដ្ឋិកម្មੰសមាំងពលំកម្លាំងអ្វីស្មើនឹងកម្លាំងកម្មមិនមានទៀតណាបាណាំងអករណੰសុខខាងការដែលមិនធ្វើបាបទាំងពួងទៅបាននៅសេចក្តីសុខសូមអនុមោទនា